Hello everyone សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះយើងមកសិក្សាពីវេយ្យាករណ៍លំហាត់ទី7ដើម្បីត្រៀមប្រឡងគ្រូនាពេលខាងមុខថ្ងៃនេះយើងមកធ្វើការវិភាគល្បះដូចតទៅ The exercise number 7 Dragonflies remain stationary in the air while blah 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 they pray to come near យើងមានចម្លើយ4សម្រាប់ឲ្យយើងជ្រើសរើសដាក់នៅក្នុងប្រយោគឲ្យបានត្រឹមត្រូវបាទចម្លើយទី1 wait B they wait C waiting for D to wait អញ្ចឹងយើងមើលចម្លើយទាំង4នេះតើចម្លើយមួយណាជាចម្លើយដែលត្រឹមត្រូវអញ្ចឹងយើងទៅវិភាគនៅល្បះនេះទាំងអស់គ្នាបាទ sentence analysis ល្បះរងកាត់បង្រួមដែលភាសាអង់គ្លេសហៅថា reduced participle clause ល្បះនេះប្រើប្រាស់ល្បះរងគុណកិរិយាបង្រួម reduced adverbial clause នៅខាងក្រោយឈ្នួប while បាទដោយសារតែប្រធានដើម dragonfly ជាអ្នកធ្វើសកម្មភាពនោះកិរិយាសព្ទត្រូវប្រើប្រាស់ទម្រង់ present participle ing បាទ waiting ច្បាប់ប្រើថ្នាក់ preposition rule កិរិយាសព្ទ wait ត្រូវតែមានថ្នាក់ for នៅខាងក្រោយនៅពេលវាមានកម្មបទ dear pray បាទអញ្ចឹងតើតើជាមួយនឹងលំហាត់នេះយើងមើល A wait ខុសពាក្យមិនត្រឹមត្រូវបាទ wait ហ្នឹងគឺពាក្យមិនត្រឹមត្រូវខុសអក្ខរាវិរុទ្ធហើយទម្រង់អតីតកាលមិនស្របគ្នាជាមួយនឹងបច្ចុប្បន្ន remind នៅក្នុងល្បះដើមឡើយបាទដល់ចម្លើយ B they wait ខ្វះថ្នាក់ for សម្រាប់ភ្ជាប់ទៅកាន់កម្មបទ dear pray បើសិនបើត្រូវគឺទាមទារឲ្យសរសេរថា while they wait for បាទ D to wait ទម្រង់រចនាសម្ព័ន្ធមិនត្រឹមត្រូវឈ្នួប while ត្រូវប្រើកំណត់ជាមួយនឹង participle verb participle ing មិនមែនប្រើជាមួយនឹង full infinitive to wait នោះទេហើយវាថែមទាំងខ្វះថ្នាក់ for ទៀតផងអញ្ចឹងចម្លើយដែលជាចម្លើយត្រឹមត្រូវគឺជាចម្លើយ C បាទចម្លើយ C គឺជាចម្លើយដែលត្រឹមត្រូវ waiting for dragonflies remain stationary in the air while waiting for their prey អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ C បាទចម្លើយ C គឺជាចម្លើយដែលត្រឹមត្រូវយើងប្រែថាប្អូនភ្លោះទន្សោងនៅស្ងៀមមួយកន្លែងនៅលើអាកាសក្នុងគណៈពេលដែលកំពុងរងចាំរងគ្រោះរបស់វាខិតចូលមកចិត្តបាទអូខេអញ្ចឹងលំហាត់ទី7នេះមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់ Goodbye